សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចនិងសមុទ្រចិនខាងត្បូងបាននិវត្តទៅជាជួរទី27ឈ្មោះកូតូហើយមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងអេសានដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាណ្ដាម៉ាន់និងលើព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរកន្លងផ្លូវដើររបបជូនេទទួលរងឥទ្ធិពលកម្រិត 30%នេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមស្ថានភាពបែបនេះនឹងធ្វើឲ្យមួយតំបន់វាលទំនាបស្ថានភាពមធ្យមអបបរមា20អង្សាសេនិងស្ថានភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូរមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់និងចោលកន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 10% ពីតំបន់ខ្ពង់រាបស្ថានភាពមធ្យមអបបរមា18អង្សាសេនិងស្ថានភាពមធ្យមអតិបរមា28អង្សាសេខ្យល់បក់មកពីទិសបូរនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តកំពង់ស្ពឺប៉ៃឡែនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 10% 3តំបន់មាត់សមុទ្រស្ថានភាពមធ្យមអបបរមា20អង្សាសេនិងស្ថានភាពមធ្យមអតិបរមា30អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្រប់ដណ្ដប់លើផ្ទៃដី 15% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.50 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន